ខ្ញុំឈ្មោះអ៊ុងចន្ទធីអាយុ46ទឹកឆ្លៃឋាននៅភូមិខ្លែងពណ៌ស្រុកស្វាយជ័យខេត្តទីមានជ័យមុនដំបូងដើមហេតុមកដែលខ្ញុំចាប់ឈូងតាំងពីនៅលីខ្ញុំឈឺតាគៀកមកកណាត់តាគៀកនេះដល់ពេលយើងដើរប្រហែលជាថា50ម៉ែត្រទេចាស់ដល់ពេលយើងដើរទៅវាចុកដល់ជើងដល់ពេលខ្ញុំផ្លេបថ្នាំអីថ្នាំពេទ្យអីទៅពេទ្យហើយទៅឲ្យគេចាប់ទៅសាយចាប់អីហើយតែវាមិនដាច់នៅតែឈឺដែរដល់ពេលយូរទៅវាឈឺមកកណាត់ខ្លួនដល់ក្បាលដល់ពេលខ្ញុំបានខ្ញុំចាប់ដើមក៏គេណែនាំប្រើឱសថនេះទៅបានជាខ្ញុំហូបមុនបងសាក់ទេមកកំប៉ុងយកមកសាក់គេប្រាប់អត់ជឿទេខ្លាចគេបោកតែពេលទៅខ្ញុំក៏សាក់2គ្រាប់ទៅរឿងបាត់ឈឺក្បាលតែជើងអត់ទាន់ដឹងទេដល់ពេលលេបបាន2ថ្ងៃខ្ញុំដើរទៅបានតែជាខ្លះរហូតដីអញ្ចឹងទៅខ្ញុំព្យាយាមលេបទៅឥឡូវបាត់ស្រាក់រហូតតែឥឡូវនៅព្យាយាមហូបខ្ញុំឈឺតាំងពីលីវតាំងពីនៅលីវអាយុកាលដែលខ្ញុំឈឺនឹងអាយុ20ចេញពីវត្តមកវិញកាលខ្ញុំនៅវត្តខ្ញុំចេញពីវត្តហ្នឹងខ្ញុំទៅស៊ីឈ្នួលសេរីស្មៅគេលឺផុសកប់តាគៀកហ្នឹងឡើយទៅដើរទៅចុកខ្ញុំខ្លាចដូចជន់ពេះជន់អីគេតែមើលឲ្យវាមិនជន់ពេះវាស្វិតឥឡូវវាអត់ស្វិតទេវាចុកដើរទៅចុកឥឡូវនេះរឿងបាត់ហើយតែលោកគ្រូគាត់មកលក់តាមផ្ទះគាត់ថាអត់ផ្សាយទេគាត់មកលក់ដល់ផ្ទះទៅគាត់ណែនាំតែខ្ញុំអត់ជឿខ្លាចគេបោកទៅគាត់លក់ពេលខ្ញុំបថុយតែមកកំប៉ុងឯសាទៅបើមើលទៅវាបាត់ហ្នឹងទេព្យាយាមហូបដល់សម្ដែងមកពីព្រឹកខ្ញុំហូបពេលគាត់ណែនាំហូបម្ដង2គ្រាប់ខ្ញុំហូបពេលព្រឹកមួយទៅក្តៅតែ2គ្រាប់ទេតែពេលហ្នឹងវារឿងស្រាក់ក្បាលពេលល្ងាចឡើងខ្ញុំហូបទៅរឿងបាត់ឈឺក្បាលរឿងដូចថារឿងដេញតែប្រហែលជា2ថ្ងៃអីរឿងដើរទៅរឿងអត់ធូតិចទៅចឹងរឿយទៅក៏ព្យាយាមលេបទៅវាដូចថាវាធូតចឹងទៅប្រហែលជាមួយអាទិត្យអីបាត់ឈឺដល់ចាប់ដើមធូមុនបងគេអត់ឈឺចាប់ឈឺក្បាលមកបាត់ឈឺក្បាលមុនគេចាប់បាត់ឈឺក្បាលហើយបានមកដេញមកខ្លួនចឹងទៅបានចាប់ដើមបានចកេះយើងហ្នឹងធូខ្ញុំខ្លាចដូចខ្ញុំដើរមុនបងដើរតាត្រឹមតែពីនេះទៅខ្នល់ឡានថែ1គីឡូដីហ្នឹងដល់ពេលអត់ឈឺខ្ញុំសាក់ដើរទៅចកាទៅអីអត់អីដើរធ្វើការធ្វើអីគេវាងៀតមកដល់រហូតដល់10ថ្ងៃខ្ញុំស្ពីធុងបាញ់ថ្នាំបាញ់អីបាទរាល់ថ្ងៃខ្ញុំបាញ់ថ្នាំដើមពោតដើមអីខ្ញុំស្ពីធុងបាញ់ថ្នាំដូចនេះប្រុសចឹងចាសប្បាយចិត្តពួកអីខ្ញុំថ្នាំពេទ្យអីប្រើអស់ហើយអត់ជាផលិតផលដែលខ្ញុំទិញមកចិត្តអត់បាត់ខ្ញុំអត់ជឿដល់ពេលមកប្រើនេះឃើញបាត់ខ្ញុំព្យាយាមលើឥឡូវនៅតែខ្ញុំទិញហូបបើខ្ញុំប្រើតែមកកំប៉ុងឯមុនបងខ្ញុំសាកដល់ពេលបាត់ចែកបងចែកប្អូនទិញហូបដែរតែពិតខ្លួនខ្ញុំឈឺផ្ទាល់ខ្លួនខ្ញុំមកខ្ញុំចង់ក្រោយខ្ញុំសូមអរគុណដល់ម្ចាស់ក្រុមហ៊ុនដែលបានណែនាំផលិតផលនេះឲ្យខ្ញុំបានធូរស្រាលជាបានសះស្បើយក៏សូមបងប្អូននៅជិតខាងដែលខ្ញុំបានណែនាំបន្តមកដែលហូបតាមខ្ញុំក៏គាត់បាត់ច្រើនដែរហើយខ្ញុំសូមផ្ដាំហូបឆ្នាំនឹងទៅបាត់ដូចតែខ្ញុំដូចគ្នាចឹងបើថាខ្លាចទេសាកដូចខ្ញុំម្ដងមកកំប៉ុងដូចគ្នាចឹងទៅ